បាទសួស្តីកូនៗទាំងអស់គ្នាបាទថ្ងៃនេះយើងវិលមកជួបគ្នាទៀតហើយទាក់ទងជាមួយនឹងការរៀនចែកលេខសម្រាប់កូនៗដែលកំពុងរៀននៅថ្នាក់ទី3ណាបាទនៅក្នុងថ្នាក់ទី3ហើយនៅក្នុងនេះផងដែរគឺសម្រាប់ថ្នាក់ទី3គឺយើងមានទំព័រទី90ដែលយើងបានធ្វើលំហាត់រួចរាល់ហើយឥឡូវយើងចូលដល់ទំព័រទី92នៅក្នុងសៀវភៅគណិតវិទ្យារបស់កូនៗណាបាទអញ្ចឹងយើងនឹងរៀនកែលំហាត់ទាំងអស់គ្នានៅក្នុងនេះយើងមានលំហាត់ដល់ទៅដល់ទៅ3ណាអញ្ចឹងអ្វីដែលយើងត្រូវរៀនគឺការរៀនចែកលេខតាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមរៀនចែកលេខទាំងអស់គ្នាណាពីវគ្គមុនយើងបានរៀនចែកលេខរួចហើយគឺ2ខ្ទង់និង1ខ្ទង់ប៉ុន្តែនៅថ្ងៃនេះលោកគ្រូនឹងនាំបង្រៀនកូនៗទាំងអស់គ្នាចែកលេខចំនួន3ខ្ទង់និង1ខ្ទង់តាអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាខ្ទង់កបាទខ្ទង់កគឺ650ចែកនឹងចែកនឹង5តោះអញ្ចឹងយើងរៀនចែកទាំងអស់គ្នាចឹងលោកគ្រូដាក់កន្លែងនេះសិនបាទគឺទំព័រទី92ណាបាទអញ្ចឹងដើម្បីឲ្យកូនៗផ្សេងទៀតអាចស្វែងរកបានណាហើយទំព័រទី92លោកគ្រូដាក់បន្ថយសិនបាទហើយខ្ទង់របស់យើងគឺបាទលោកគ្រូកែនៅខ្ទង់បាទលំហាត់លេខ1ខ្ទង់កបាទលំហាត់ខ្ទង់កលំហាត់លេខ1ណាតោះអញ្ចឹងយើងមើលបន្តទីគឺប៉ុន្មានមិញកូន650ចែកនឹង5ឥឡូវលោកគ្រូសុំធ្វើការលុបចេញសិន650គ្រូដកចេញសិនណាតោះអញ្ចឹងយើងចាប់ដើមមក6បាទ650បាទ650ចែកនឹងប៉ុន្មានចែកនឹង5តោះឥឡូវកូនចាប់ផ្ដើមរៀនជាមួយលោកគ្រូទាំងអស់គ្នាអញ្ចឹងដើម្បីក្នុងការចែកលេខគឺទី1យើងត្រូវមើលខ្ទង់សិនអញ្ចឹង3ខ្ទង់និង1ខ្ទង់បើ1ខ្ទង់យើងកាត់ខ្ទង់វាគឺកាត់តែ1ខ្ទង់ទេតមកទៀតយើងមើលកាត់1ខ្ទង់យើងបានលេខ5 6តើ6អាចចែកនឹង5បានទេកូនបាទគឺអាចចែកបានដោយសារតែ6ធំជាង5អញ្ចឹងលោកគ្រូបានប្រាប់រួចហើយថាតំណាងចែកកន្លែងនេះគឺត្រូវតែធំជាងទូចែកឬក៏ស្មើនឹងទូចែកបើតូចមិនអាចចែកបានទេណាតោះឥឡូវយើងចាប់ផ្ដើមមើលមេ5ទាំងអស់គ្នាតោះឥឡូវកូនចាប់ផ្ដើមមើលមេ5ទាំងអស់គ្នាអឺតើ5ប៉ុន្មានដងបាទស្មើនឹង5 6តោះអញ្ចឹងយើងមើលមានទេកូនបាទមានទេមានតែ5ហើយនឹង10អញ្ចឹងមាន5ម្ដង5 5 2ដង10អញ្ចឹងតើយើងយកប្រមាណដងកូនយើងយក1ដងឬក៏យក2ដងបាទអញ្ចឹងតាមការណែនាំរបស់លោកគ្រូគឺលោកគ្រូឲ្យយកបាទចំនួនដែលតូចជាងបាទអញ្ចឹង5នេះគឺវាតូចជាង6បើយើងយក2ដងគឺស្មើ10លើអញ្ចឹងយើងអត់យកទេយើងយកត្រង់5វិញណាអញ្ចឹងយើងយក1ដងបាទ5 1ដងអញ្ចឹងយើងដាក់1ដងមកកូនបាទតា5 1ដងប៉ុន្មានកូន5 1ដង5នេះឃើញទេបាទអញ្ចឹងយើងសេលេខ5ក្រោមលេខ6រួចហើយយើងធ្វើមកវិធីដកយើងដាក់របាមកកូនបាទយើងដាក់របាមកតោះ6ដក5នៅសល់ប៉ុន្មានកូនបាទនៅសល់1តមកទៀតយើងធ្វើម៉េចកូនទម្លាក់លេខ5បាទទម្លាក់លេខ5ពេលនេះវាក្លាយទៅជាលេខ10 15តើ5ប៉ុន្មានដងបាទ5ប៉ុន្មានដងស្មើនឹង15ឥឡូវយើងមើលមេ5ទាំងអស់គ្នាណាបាទនេះបាទអញ្ចឹង5ប៉ុន្មានដងកូននេះ5 3បាទ5 3ដង10 15អញ្ចឹងយើងត្រូវយក3ដងអញ្ចឹងកូនសេលេខ3មកត្រង់កន្លែងផលចែកហ្នឹង5 3ដង15អញ្ចឹងយើងសេលេខ15នៅក្រោមលេខ10 15រួចហើយយើងធ្វើមកវិធីដកណាហើយកូនដាក់របាមកតើយើងចាប់ផ្ដើមដកទាំងអស់គ្នា5ដក5សល់ប៉ុន្មានកូនសល់0តមកទៀត1ដក1សល់ប៉ុន្មានកូនបានសល់0តោះអញ្ចឹងយើងមើលមានលេខណាដែលត្រូវទម្លាក់ទៀតទេបាទលេខដែលត្រូវទម្លាក់គឺលេខ0អញ្ចឹងកូនទម្លាក់មកលេខ0អញ្ចឹងយើងមើលតើ0នេះជាសំណល់អត់កូនជាសំណល់ទេបាទអត់ទេមិនមែនជាសំណល់ទេណាពីព្រោះអីលោកគ្រូបានប្រាប់រួចហើយពីវីដេអូមុនលោកគ្រូបានប្រាប់រួចហើយពាក្យថាសំណល់គឺសល់បន្ទាប់ពីយើងធ្វើការដកហើយអញ្ចឹងអានេះវាគ្រាន់តែទម្លាក់មកទេអញ្ចឹង
វាមិនមែនជាសំណល់ទេណាអញ្ចឹង0ចែកនឹង5តើ5ប្រមាណដងស្មើ0ឥឡូវគុណមើលមាន5ប្រមាណដងស្មើ0ទេអត់មានទេ5ម្ដង5តែម្ដងអញ្ចឹងយើងត្រូវយកប៉ុន្មានដងយកមួយដងឬយកប៉ុន្មានដងគុណបាទអញ្ចឹងយើងត្រូវយក0 ដងណាអត់យកមួយដងទេកាលណាយកម្ដងលើសបាទឧទាហរណ៍ថាយើងយក5មួយដង5អញ្ចឹងយើងដាក់កន្លែងនេះលេខ1ហើយកន្លែងនេះលេខ5អញ្ចឹងយើងគុណមើលកន្លែងនេះធ្វើម៉ាល់ទី10មក0ដក5ដកអត់កើតទេអញ្ចឹងដូច្នេះយើងអត់យក1នេះទេមិនទាន់ទេបាទអញ្ចឹងយើងអត់យកទេណាបាទអញ្ចឹងយើងយកមកដងគឺត្រូវយក0ដងបាទ5 0 ដង0ចំនួនដែលគុណនឹង0គឺស្មើនឹង0តាមទីគុណធ្វើប្រមាណវិធីគេបាទប្រមាណវិធីដកណាប្រមាណវិធីដកយើងដកមកហើយយើងដាក់របាវាមកបាទយើងដាក់របាវាមកតោះឲ្យសញ្ញាស្មើមកទៀតឥឡូវតោះ0ដក0នៅសល់ប៉ុន្មានគុណបាទនៅសល់0បាទ0ដក0នៅសល់0គុណតាំងកន្លែងហ្នឹងឯងបាទតោះយើងមើលមានអីតម្លាក់អត់គុណអត់មានអីតម្លាក់ទេអញ្ចឹងសំណល់គឺសល់0គុណតោះនេះអញ្ចឹងអា0នេះមិនមែន0សំណល់ទេអានេះបានហៅថា0សំណល់0ដូចតែគ្នាសោះលោកគ្រូបានអញ្ចឹងដូចលោកគ្រូបានបញ្ជាក់អញ្ចឹង0សំណល់គឺពាក្យថាសំណល់គឺសល់បន្ទាប់ពីយើងធ្វើការដកហើយគុណតោះនេះអញ្ចឹងចម្លើយរបស់យើងគឺនៅក្នុងខ្ទង់កបាទ650ចែកនឹង5ចម្លើយឃើញ130សំណល់0គុណតនេះអញ្ចឹងបាទតន់អត់បាទតន់ទេអាចសារមើលខាងក្រោយទៀតណាឥឡូវលោកគ្រូសូមធ្វើការលុបចេញចាលោកគ្រូដាក់វាមកខាងនេះសិនណាកុំឲ្យវាមើលទៅវាញញ៉ៃចងេងចងាងចាឥឡូវគុណមើលបន្តទៀតចឹងចូលដល់ខ្ទង់អីគេគុណខ្ទង់ខ408ចែកនឹង4តោះចឹងរៀនចែកទៀត408ចែកនឹង4ហើយយើងដូរមេលេខនេះផងណាបាទតោះអញ្ចឹងយើងចាប់ផ្ដើមរៀនចែកទាំងអស់គ្នាអញ្ចឹងទី1ត្រូវមើលខ្ទង់បាទមើលខ្ទង់អានេះបើចែកមួយខ្ទង់អញ្ចឹងកូនត្រូវកាត់យកមួយខ្ទង់បាទបើកាត់យកមួយខ្ទង់ឲ្យលោកគ្រូសុំដាក់កន្លែងសិនដាក់ខ្ទង់ខណាដាក់ខ្ទង់ខតើបើសិនកាត់យកមួយខ្ទង់ឥឡូវកូនមើលអានេះលេខ4អាលេខ4អាចចែកបានទេកូនបាទគឺអាចចែកបានដោយសារអីដោយសារតែវាស្មើគ្នាបាទបើសិនជាវាតូចជាងឧទាហរណ៍ថាកន្លែងនេះលេខ3អញ្ចឹងអត់អាចចែកបានទេតែបើវា4ដូចគ្នាចេះអាចចែកបានឬក៏កន្លែងនេះលេខ5ឲ្យតែលេខធំជាងអាចចែកបានណាតោះអញ្ចឹងយើងមើលមេ4តើ4ប៉ុន្មានដងស្មើនឹង4នេះបាទ4ប៉ុន្មានដងแล้วយើងមើលមេលេខ4ប៉ុន្មានដងកូន4មួយដង4អញ្ចឹងយើងដាក់មួយដងមកកូនដាក់មួយដងមក4មួយដង4ណាបាទ4មួយដង4តោះអញ្ចឹងយើងចាប់ដើមមក4មួយដង4យើងសេលេខ4រួចហើយយើងធ្វើម៉ានវិធីគេកូនបាទប្រមាណវិធីដករួចហើយយើងបាទដាក់របាមកតោះ4ដក4នៅសល់ប៉ុន្មានកូនបាទនៅសល់0កូនតនេះតមកទៀតយើងទៅធ្វើគេកូនមានលេខណាដែលត្រូវចែកទៀតទេបាទគឺលេខ0តម្លាក់វាមកតម្លាក់វា0មកឥឡូវយើងមើលតើ0នេះជាសំណល់អត់ទេណាដោយសារសំណល់លុះត្រាតែយើងដកសិនតោះអញ្ចឹងយើងមើលតើ4ប្រមាណដងស្មើនឹង0 4ប្រមាណដងកូនអញ្ចឹងយើងត្រូវយក0ដងណាអត់យកម្ដងទេអញ្ចឹងយើងត្រូវយក4 0 ដងបាទ4 0 ដង0បាទវាធ្វើម៉ានវិធីគេវិធីដករួចហើយយើងដាក់របាទតោះកូនចា0ដក0នៅសល់ប៉ុន្មានកូននៅសល់0បាទ0នេះបានហៅថា0សំណល់ចុះលោកគ្រូចាអា0ខាងនេះបាទមិនបាច់ចាំដកក៏បានដែរព្រោះវា0ហើយណាតើបន្តទៀតកូនចាប់ផ្ដើមមើលលេខមានលេខណាត្រូវចែកទៀតទេបាទនេះគឺលេខ5 8យើងត្រូវទម្លាក់វាមកបាទទម្លាក់8មកឥឡូវយើងចាប់ផ្ដើមមើលមេ4ទៀតតើ4ប៉ុន្មានដងស្មើនឹង8នេះ4ប៉ុន្មានដងស្មើនឹង8ឥឡូវកូនមើល4ប៉ុន្មានដងបាទ4 2បាទ4 2ដងស្មើនឹង8នេះកូនឃើញទេអញ្ចឹងយើងត្រូវដាក់លេខ2ក
កូនតនេះចឹងអញ្ចឹងបាទ4 2ដងប៉ុន្មានកូន4 2ដង5 8កូនសេលេខ8ហើយកូនធ្វើប្រមាណវិធីដកហើយដាក់របាមកចាកូនដកមកចឹង8ដក8នៅសល់ប៉ុន្មានកូនបាទគឺនៅសល់0បាទអញ្ចឹងយើងចាប់ដាក់មើលមានលេខណាទម្លាក់ទៀតអត់ទេបាទអញ្ចឹងនេះគឺជាចម្លើយរបស់យើងតោះអញ្ចឹងយើងមើលខ្ទង់ខរបស់យើងបាទ408ចែកនឹង4ចម្លើយឃើញ102បាទសំណល់នៅសល់0កូនតន់ទេកូនបាទខ្ទង់ខរបស់យើងណាបើសិនជាកូនអត់ទេកូនអាចបាទសារវីដេអូរបស់លោកគ្រូមើលសាកដើមមិនបានឥឡូវយើងចាប់ផ្ដើមចូលខ្ទង់បន្តទៀតលោកគ្រូសូមទាញសញ្ញាទាំងអស់នេះមកខាងនេះសិនតោះឥឡូវកូនចាប់ផ្ដើមមើលបន្តទៀតមិញខ្ទង់ខរួចហើយឥឡូវចូលខ្ទង់គោខ្ទង់គោ936ចែកនឹង3 936ចែកនឹង3តោះឥឡូវខ្ទង់គោវិញម្ដងបាទខ្ទង់គោ936ណា900បាទ36ត្រូវអីក៏បាទ936ចែកនឹង3តោះឥឡូវយើងចែកនឹង3មកអញ្ចឹងយើងបដូរមេលេខកន្លែងនេះមកទៅជាលេខប៉ុន្មានវិញជាមេ3តោះអញ្ចឹងគាត់ចាប់ផ្ដើមមកតោះឥឡូវយើងមើលខ្ទង់បាទមើលខ្ទង់សិននេះមើលខ្ទង់ណាអញ្ចឹងបើចែកខ្ទង់យើងត្រូវកាត់យកប៉ុន្មានខ្ទង់គាត់បាទយក1តើបើយើងកាត់យក1បានលេខ9តើ9អាចចែក3បានទេបានពីព្រោះ9ធំជាង3តោះអញ្ចឹងយើងចាប់ផ្ដើមមើល3តើ3ប៉ុន្មានដងស្មើនឹង9 3ប៉ុន្មានដងស្មើនឹង9ឥឡូវកូនមើលមានអត់នេះបាទ3ដងអញ្ចឹងយើងត្រូវដាក់3ដងនៅកន្លែងនេះកូន3ដងនេះយើងត្រូវយកវាមកដាក់កន្លែងនេះអញ្ចឹង3ដងប៉ុន្មានកូន9រួចហើយយើងសរសេរលេខ9នៅក្រោមលេខ9រួចហើយដាក់សញ្ញាដករួចហើយយើងដាក់សញ្ញារបាមករួចហើយយើងធ្វើប្រមាណវិធីដកមកកូន9ដក9ស្មើប៉ុន្មានកូនបាទគឺសល់0មិនតាន់ទេកន្លែងហ្នឹងបាទបន្តមកទៀតយើងមានលេខណាដែលត្រូវចែកទៀតទេបាទគឺលេខ3ទៅលេខ3មកកូនលេខ3មកបាទពេលនេះយើងមើល3ប៉ុន្មានដងស្មើនឹង3ប៉ុន្មានដងស្មើនឹង3ឥឡូវកូនមើល3ប៉ុន្មានដងស្មើនឹង3បាទ3មួយដងស្មើនឹង3អញ្ចឹងយើងដាក់កន្លែងនេះ1ដងកូនតើនេះបាទអញ្ចឹង3 1ដង3អញ្ចឹងយើងសេ3នេះនៅកន្លែងនេះណាហើយធ្វើប្រមាណវិធីដកតោះ3ដក3នៅសល់ប៉ុន្មានកូនបាទនៅសល់0បន្តមកទៀតយើងត្រូវធ្វើម៉េចបាទមានលេខណាដែលត្រូវចែកទៀតទេបាទមានគឺលេខ5 6គុណតម្លាក់វាមកតម្លាក់លេខ6ចុះមកក្រោមមកបាទតោះអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមមើល3ប៉ុន្មានដងស្មើនឹង6 3ប៉ុន្មានដងស្មើនឹង6ឥឡូវគុណមើល3ប៉ុន្មានដងស្មើនឹង6បាទនេះ3 2ដងស្មើនឹង5 6អញ្ចឹងកូនដាក់2ដងកន្លែងនេះមកកូនបាទ3 2ដងស្មើនឹង5 6អញ្ចឹងកូនសេលេខ5 6រួចហើយយើងធ្វើប្រមាណវិធីដកបាទដាក់របាមកតោះ6ដក6នៅសល់ប៉ុន្មានកូនបាទ6ដក6នៅសល់0បាទអញ្ចឹងយើងមានលេខណាដែលទៅធ្លាក់ទៀតទេបាទអស់ហើយអញ្ចឹងចម្លើយរបស់យើងគឺ936ចែកនឹង3ចម្លើយឃើញ310 12បាទសំណល់0កូនតន់នេះបាទតោះអញ្ចឹងយើងបន្តទៀតអញ្ចឹងលោកគ្រូសូមទាញសញ្ញាមកខាងនេះសិនណាហើយបើសិនជាកូនមើលអត់តាន់ទេកូនអាចសារបានណាខ្លាចលោកគ្រូនិយាយលឿនពេកអីចឹងណាតើឥឡូវកូនមើលបន្តទៀតតោះយើងចូលដល់ខ្ទង់ខ270ចែកនឹង6តោះអញ្ចឹងខ្ទង់ខវិញម្ដងកូនខ្ទង់ខបាទ270ចែកនឹង5 6ឥឡូវយើងដូរមេលេខមកបាទមេលេខនេះគឺកូនអាចរៀនសូត្រមេលេខតនេកូនអាចរៀនសូត្រមេលេខដើម្បីឲ្យកូនបាទឆាប់ចេះកូនតើនេះអញ្ចឹងតោះអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នា
បាទតើអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាតើយើងត្រូវកាត់យកប៉ុន្មានខ្ទង់កូនបាទជាទូទៅគឺយើងកាត់យកមួយខ្ទង់ដោយសារអីខាងនេះចែកមួយខ្ទង់មែនទេប៉ុន្តែពេលយើងកាត់យកមួយខ្ទង់តើ2អាចចែកនឹង6បានអត់កូនបានទេបាទអត់បានទេមែនទេបើសិនជាអត់បានយើងត្រូវធ្វើម៉េចកូនយើងត្រូវធ្វើម៉េចបាទអញ្ចឹងយើងត្រូវរំកិលមួយខ្ទង់ទៀតអញ្ចឹងពេលនេះខ្លាយទៅជាលេខប៉ុន្មានកូនបាទវាខ្លាយទៅជាលេខប៉ុន្មានលេខ25 27កូនតោះនេះអញ្ចឹងបាទវាខ្លាយទៅជាលេខ27ធំជាង6គឺអាចចែកបានបន្តទៀតយើងមើលមេ6របស់យើងមេគុណរបស់យើងតើ6ប្រមាណដងស្មើនឹង27មានអត់បាទអត់មានទេមានតែ24និង30 27អត់មានអញ្ចឹង27នៅចន្លោះកណ្ដាលហ្នឹងអញ្ចឹងតើយើងយក30ឬយើងយក24បាទអញ្ចឹងយើងត្រូវយក24ណាអត់យក30ទេ30លើ27នេះអញ្ចឹងយើងអត់យកទេអញ្ចឹងយើងយក24សុខចិត្តតូចជាងណាអញ្ចឹងយើងមើល6ម្ដង6 4ដងអញ្ចឹងកូនដាក់លេខ4កន្លែងនេះមកហើយលេខ24នេះកូនសរសេរពីក្រោមលេខ25 7មកកូនរួចហើយកូនធ្វើប្រមាណវិធីដករួចហើយកូនដាក់របាតោះអញ្ចឹងយើងចាប់ផ្ដើមមកដកមកប៉ុន្មានកូនបាទ7ដក4នៅសល់ប៉ុន្មានកូនបាទនៅសល់3 2ដក2នៅសល់0កូនតន់នេះបាទបន្តមកទៀតយើងមើលសំណល់តូចជាង6ត្រូវទេណាបាទវាអាចធំជាង6កន្លែងនេះទេអញ្ចឹងសំណល់កន្លែងនេះគឺត្រូវតែតូចជាងណាតមកទៀតយើងមានលេខណាដែលត្រូវទម្លាក់ទេបាទគឺមានលេខ0កូនទម្លាក់មកលេខ0បាទមិញលេខ3ឥឡូវទម្លាក់លេខ0មកពេលហ្នឹងវាខ្លាយទៅជាលេខ30លេខ30កូនតន់ទេអញ្ចឹងបាទលេខ30អញ្ចឹង30ចែកនឹង5 6តើ6ប្រមាណដងស្មើ30មានទេកូនបាទមាននេះគឺ6 5បាទ6 5ដងស្មើ30អញ្ចឹងកូនយក5ដងកូនផ្សេងលេខ5ដងមកបាទ6 5ដង30បាទនេះ6 5ដង30 6 5ដង30អញ្ចឹងកូនសេលេខ30នៅក្រោមលេខ30រួចហើយកូនធ្វើប៉ុន្មាននាទីគេបាទដកហើយកូនដាក់របាមកកូនតើចាប់ដាក់ដកមកកូន0ដក0សល់ប៉ុន្មានកូនបាទ0ហើយចុះ3ដក3នឹងសល់ប៉ុន្មានបាទ3ដក3ក៏0ដែរតោះអញ្ចឹងយើងមើលមានលេខណាត្រូវទម្លាក់ទៀតទេមានអត់កូនបាទអត់មានទេបាទអញ្ចឹងចម្លើយរបស់យើងគឺ270ចែកនឹង6ចម្លើយឃើញ45សំណល់នៅសល់0កូនតនេះកូនតោះអញ្ចឹងយើងបន្តទៀតណាអញ្ចឹងបើសិនជាកូនអត់ទាន់ទេកូនអាចសារវីដេអូមើលសារក្រោយហើយកូនពឹងរៀនផងអត់មានចម្លងកិច្ចការទាំងអស់ហ្នឹងដាក់នៅក្នុងសភៅលំហាត់ហើយយកទៅសាលារៀនឲ្យគ្រូកែអត់ទេណាចឹងអត់ធ្វើចឹងឯងកូនលោកគ្រូបង្កើតវីដេអូនេះដើម្បីដូចបរៀនកូនចឹងឲ្យកូនហ្នឹងបាទរៀននៅផ្ទះបាទកាលណាយើងចេះខ្លួនឯងពិតប្រាកដនឹងបានងាយស្រួលយើងឡើងទៅលើក្តារខៀនឧទាហរណ៍ថាយើងឡើងទៅលើក្តារខៀនអ្នកគ្រូហៅយើងកែក៏យើងអត់ខ្មាស់គេដែរដោយសារតែយើងបានយល់បានចេះរួចហើយណាតែបើសិនយើងអត់ចេះទេច្រឡងយកដាក់តែម្ដងអត់បានយល់ផងពេលដែលមិត្តភ័ក្តិស៊ូឬក៏លោកគ្រូស៊ូយើងឆ្លើយអត់ចេញយើងខ្មាស់គេហើយតោះអញ្ចឹងយើងចាប់ផ្ដើមទៀតទៅដល់ខ្ទង់ងវិញម្ដងកូនខ្ទង់ង665ចែកនឹង7តោះ600បាទលោកគ្រូសេកន្លែងងនេះសិនខ្ទង់ងបាទ665ចែកនឹង5 7កូនលោកគ្រូមើលម្ដងទៀតបញ្ជាក់ណាបាទត្រឹមត្រូវហើយធានហ្នឹងត្រឹមត្រូវហើយតោះអញ្ចឹងលោកគ្រូដូរមេលេខមកលេខ7តែម្ដងមេគុណ7តោះអញ្ចឹងយើងចាប់ផ្ដើមចែកយើងមើលកូនតើយើងកាត់យកប៉ុន្មានខ្ទង់កូនកាត់យកប៉ុន្មានខ្ទង់បាទគឺកាត់យកមួយខ្ទង់បាទពីព្រោះខាងនេះមួយខ្ទង់បន្តមកទៀតយើងមើល6អាចចែកនឹង7បានទេបាទអត់បានទេដោយសារអី6នេះវាទៅជាង7បើអត់ចែកបានអញ្ចឹងតើយើងត្រូវធ្វើម៉េចបាទគឺយើងត្រូវតែរំកិលបាទរំកិលខ្ទង់អញ្ចឹងឥឡូវយើងកាត់យក2ខ្ទង់គឺយើងបានប៉ុន្មានបាទ66កូនតើនេះ66គឺអាចចែក7បានដែរដោយសារតែ66គឺធំជាង7អញ្ចឹងមកអាចចែកបានយើងមើលមេ7ទាំងអស់គ្នាតើ7ប្រមាណដងស្មើនឹង66មានទេដល់គុណមើល
bà miền thế miền học bấy hay nứng chật sập bà học bấy hay nứng chật sập chẳng dân vô mùi nào còn bà vô chật sập lần bà vô học sập bấy nứng bà khóa chẳng như vô khóa rồi dân vô lớp bà chẳng tạm cả này nó cứ lực rú ở vô á khóa nâng chẳng nhận đạn máu cứ pram buồn đòn nè pram pí pram buồn đó hoặc sập bấy chẳng pram buồn đó dân vô là gì bà pram pí pram buồn đó mà học sập bấy dân sẽ lấy vì cầm học sập pram mùi này còn bà rồi hết thua mà thì kế đó rồi hết những đạo bà mất bà pram muối đọ bay là sao mà con pram muối đọ bay nó sao mà bà là sao bay chấp pram muối đọ pram muối sao mà bà pram muối đọ pram muối nó sao sồn còn toàn ấy bà tỏ chẳng to tiết dương mờ ta miền lệch nào để trời tự lệ bà miền cái lệ pram tự lệ biết mất còn bên ní mấy lệch bay ở lấy cái này dương tự lệ lệch pram mất bị khai tự lệch mán bà cái lệch sám pram còn toàn ấy việc cái lệch sám pram tỏ chẳng dương mờ pram pí phần màn đón smart bằng sám pram pí phần màn đón smart bằng sám pram tỏ dương mờ ọt ní mùi nà sám pram nè chẳng pram pí pram đón chẳng mà pram đón cũng sẽ lệch pram ngược lại mở pram pí pram đón sám pram chẳng sẽ lệch sám pram còn lệch sám pram mất rồi ấy thưa mình thì ấy mình vị thí độ thấy những đại bà máu bà pram đo pram là sao mà tốt bà nó sợ sâu chó bảy đọ bảy nó sao mán bà bảy đọ bảy con nó sợ sâu đài bà ní cái chia chùm lại bà dưỡng pram muối rồi học sập pram chai từng pram pí chùm lại khơi cay sập pram bà xâm nó là sợ sâu bà con toàn ấy bà chẳng bà toán ai xa mở bàn á xa cào á con mở bàn vì được bị ca chạy đã lấy được lưu sống tiền ở sinh nhà đã khá này sấn ta chẳng như mơ bà tao tiết cho đó tung cái cồn bà tung chó má con buôn rối cay bầm muối chạy những pram bầy buôn rối cay sập pram muối chạy những pram bầy ta tung chó bà má buôn rối cay sập pram muối chạy những bầy cùng chạy mơm đong tiết chạy những pram bầy nè chẳng con complete nè con mơ bật thiên ở bàn trầm trời tại cả nam mơ bật thiên ở bàn trầm trời tế con đừng chạy tới khảo hài cho bây tha lật tập hợp bọc con chạy trời cả đời tay bật thiên con quạt khó chẳng có những cái đuột áo tụ con đài nè bà ta chẳng dân mơ buôn rồi cả sập pram muối chạy những pram bầy ở lấy cắt vô màn tung cốn tam tầm lọt bậc cắt vô màn tung và cứ cắt vô muối mũi tung và cắt vô tung dân mơ lại như lịch mán lịch buôn ai chạy như pram bầy bà ấy bà ọt tề mua hết cứ việc tàu chieng chẳng bảo việc tàu chieng chẳng những thua mạch bà chờ cắt vô pi tung cả na cắt vô pi tung phải tự chơi mán bà lịch sai sập pram buồn bà sai sập pram buồn ai chạy những pram bầy bà ấy cũng ai chạy ban đôi xa ấy đôi xa ta sai sập pram buồn thông chieng pram bầy chẳng nhưng mà pram bầy phần màn đón smart đằng sai sập pram buồn ta chẳng những đầu mày lệ máu mày pram bầy mình ta pram bầy màn đón smart sai sập pram buồn miền ấy cũng nì miền tế miền ta sai pram bấy ấy nứng hà và mùi phần tái dẫn sai buồn chẳng như vô mùi nè vô sai bấy rồi vô hà và mùi bà chẳng những tờ vô khoa cứ sai sắp pram bầy chẳng phần màn đó pram bấy pram muối đòn chẳng những pram muối đó nhưng sẽ lấy pram muối đón đặt lại lệnh phò chạy như con pram bấy pram muối đó má con sai sắp pram bầy nè pram bấy pram muối đó sai sắp pram bấy chẳng những sẽ lấy sai sắp pram bấy nơi con sai sắp pram pram buồn rồi thấy nhưng thua pram màn vị thí đỏ thậm tí những bạn sinh nhà bà mất ta pram buồn đọ pram bấy là sao mà có bà là sáu mùi chợ buồn đọ buồn là sao mà đọ buồn là sáu sồn con toàn lại như ấy bà mà tiết nhưng miền lệch nào tụm lệ tiết bà cái lệch pram mùi con tới lệch pram mùi mà bà lấy với khai từ chỉ lệch đập pram mùi ai chạy nhưng pram bấy bà ấy bà bị pro đập pram mùi thông chieng pram bày tỏ chứ nhưng mà đập vào mùi nã lại đập vào mũi ban đi bà bấy pi đón smart đập vào mùi chứ những vô from bấy pi đòn bà from bày pi đón đập ra mùi dân sẽ lại đập ra mùi đối hai những thông mạnh thì kế bàประมาณ vị trí đo đối hai con đã nhà được bà mà á
6 ដក 6 នៅសល់ប៉ុន្មាន 0 6 ដក 1 នៅសល់ប៉ុន្មានកូន នៅសល់ 0 ឥឡូវកូនមើលមានលេខណាតម្លាក់ទៀតអត់ បាទអត់មានទេ បាទអញ្ចឹងចម្លើយនៅក្នុងខ្ទង់ចរបស់យើងគឺ496 ចែកនឹង8ចម្លើយឃើញ62សំណល់នៅសល់0បាទអញ្ចឹងយើងអស់នៅលំហាត់លេខ1នេះបាទអញ្ចឹងអស់ហើយណាកូនបាទកខគខងចនេះគឺយើងបានធ្វើរួចហើយបាទអញ្ចឹងវីដេអូយើងក៏បានរៀងវែងតិចដែរបាទលោកគ្រូនឹងកែលំហាត់លេខ2នេះនៅក្នុងវីដេអូបន្តទៀតបាទអញ្ចឹងលោកគ្រូសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់កូនៗទាំងអស់គ្នាខំរៀនជាមួយនឹងវីដេអូរបស់លោកគ្រូហើយលោកគ្រូក៏សូមអរគុណទៅដល់អ្នកព្យាបាលទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ជំរុញកូនឲ្យបានរៀនការចែកលេខឬក៏ការសូត្រកំណាព្យឬក៏អានអត្ថបទអីទាក់ទងជាមួយនឹង channel របស់ខ្ញុំបាទផ្ទះមេសូត្របាទសូមអរគុណច្រើនបាទអញ្ចឹងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណបាទខ្ញុំបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទហើយកុំភ្លេចជួយចុចពាក្យ Subscribe នៅលើ Channel របស់ខ្ញុំបាទដើម្បីទទួលបាននូវវីដេអូសិក្សាជាបន្ថែមទៀតបាទសូមអរគុណ